ស្កអោតដាក់ក្របខ្ញុំគៀបក្របជាប់អត្តន័យឈើព្រៃដែលងាប់កញ្ញាងពេកពុនគេកាប់កោះចេញមានអ្វីកយគុណមិនដូចមេឃទុនមានផ្លែឡើយអងគេថាអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាក្រៅដោយសំពៅនិងសម្ប៉ានមួយអ្នកមានបានកុំអាអនអ្នកអន់ក្រកុំអាភ័យសត្វថៃមេះនៅខ្វះអំបែងដូចបានចែងពីបុរាណមួយចានទឹកមួយចានគោកឃ្លោកលិចអំបែងណែតចិត្តមិនដែលធំជាងប៉ែតអ្នកដែលស៊ីឆ្អែតប្រកាសជាបាត់ឃ្លានអ្នកដែលដេកលក់ប្រកាសជាបាត់ខ្លាចព្រោះបងមិនអាចធ្វើជាបរិសម្នាក់ដែលរស់នៅក្បែរអូនតែបងសុំធ្វើជាបរិសម្នាក់ដែលនឹកដល់អូនតើបានឯអត់គង់យ៉ាទីបបាក់ខ្លួនដែរស្រឡាញ់គេអត់ដឹងខ្លួនស្អីហើយចុះមីកតយហ្នឹងទុកនៅណាមិនឃើញយ៉ាទីហ្នឹងក្មេងជាងកតយទុកមិនក៏គេខ្ចីជាងឯងណាខេញបានថាចាស់ហ្នឹងគៀបមួយថ្ងៃដែរឡើងរឹកថ្មិញហើយអញខ្លាចកើតទេតណោះទៀតធ្វើឯងជួលណាជួលនឹងស្អប់ណាណែឯងណាខ្ញុំមិនទៅណាឆ្ងាយពីឯងទេបបាក់ចិត្តរាល់ថ្ងៃនេះកូនយើងណាមួយឥឡូវហ្នឹងវាថ្លើមធំវាចង់ហោះទៅធ្វើជាតារាណោះខ្ញុំដឹងដែរប្រមាណសប្តាហ៍នៅនិយាយពីស្រែកជ្រៀងងូជ្រៀងវាហាត់វាដេញឡើងខ្ទង់គ្មានបានដេញណាឯងអើយអាពៅហើយអូនឯងវាមិនហ្នឹងណាឈឺរត់ងាប់អញអើយឈឺកូនណាបើឈឺយ៉ាងកំខំពេកកូនណាឈឺរត់បលអប់ចឹងដែរណែឪពុកអំបជាលើកទឹកទីចុងក្រោយកូនឯងទៅប្រឡងមិនជាប់បើមុខកូនឯងដោយអាសាក់ឡូចឹងហ្នឹងពូយើងអ្នកចម្រៀងមានអត់វាអត់មាននំអង្គតាំងពីដូនតាវាអត់មានពូយើងអ្នកចម្រៀងទេខ្វាច់ខ្មាស់គេណាកូនអូនណាកុំទៅអីកូនម៉ែសុំអំបមើលមុខកូនឯងអញខ្លាចវាមិនជាប់ហ្នឹងណាខ្ញុំអំបវា3ថ្ងៃហើយឥឡូវមើលវាទៅនុយបាត់ហើយពូចៅអញថោកអីចាបើពូចឲ្យឯងថោកអញថោកដែរចុះហេណែឥឡូវគេពងលើកទួយនិស័យសិល្បៈថាឯងនេះសិតអត់មាននិស័យសិល្បៈអត់មានកំណើតឥឡូវកូនឯងចង់មែនទេអីណែឯងចង់គេថាដើមឈើជ្រុះមិនឆ្ងាយពីចុងទេចង់មិនគល់ឥឡូវចេះទៅយើងវល់វាក៏វាមិនស្ដាប់ដែរឥឡូវជួយលើកទឹកចិត្តវាទៅឲ្យវាទៅស្អាតតែវាទៅបើថាវាចង់ទៅមានដាក់អីទៅតាមផ្លូវអីដែរកូនអីគេទល់ហ្នឹងបាអីរបស់ក្រៀមអីគេងាប់អញហើយស្អីគេទៅលួយបោះក្រៀមមករឹងជគឹងអីឯងយកដុំថ្មទៅធ្វើអីការពារខ្លួនអូយកូនឯងបាច់ចូលទៅទេយកទៅគេមិនឲ្យប្រើអំពើហិង្សាទេកូនណាទៅលោធ្លាក់អីបានទប់តែឥឡូវម៉ែវាបើកូនចង់ឲ្យសម្រេចចិត្តថាជូនពរកូនឯងណាទៅដល់ឲ្យជាប់នៅក្នុងហ្មងទៅណាកូនចាំម៉ែអុចធូបួងសួងដល់តែចដូនចតាឲ្យកូនឯងហ្នឹងដែលចដូនចតាហ្នឹងជួយកូនឯងឲ្យជាប់ហ្នឹងមកម៉េចកុំបាច់សួរដឹងតែម៉ែហ្នឹងជ្រុំជ្រែងកូនឯងទៅចឹងខ្ញុំទៅតែបានជោគជ័យឲ្យឯងអត់ទៅមើលខ្ញុំទេទៅកូនដុតធូបទៅបានជោគជ័យអើយមើលដំណើរលោកឲ្យលោកឯងបង្កើតកូនមួយនៅខុសទៅទេឯងម៉ែវាមកកូននេះមុនតូចឥឡូវប៉ិនឯងបាត់វិញមើលឯរងឯងមិនដែលឃើញតាឯងទេពិបាកចិត្តរឿងតាឯងហ្នឹងណាហើយមិនពិបាកចិត្តរឿងតាទៀតហើយម៉ែមិនឯងពិបាកចិត្តរឿងគាត់ថាអត់ប្តីទៅអំពឹងលើឪនោះមួយថ្ងៃគ្មានធ្វើស្អីទេចាក់តែក្បាច់រំហើយតាប៉ែតជាងនេះចាក់ក្បាច់រំទៀតម៉ែគិតតែមិនទេមួយថ្ងៃនិយាយអត់ស្ដាប់ហ្មងនៅតែមុខទូចាំខ្ញុំឃើញចាក់បាត់ក្រេឥឡូវហើយចូលចិត្តផ្សាយសិល្បៈដល់ពេលអញឲ្យកូនមែន
ไว้เอ้ย ไม่ตามตัว ตีตัวนั่ง ตัว คือปากกาเอาเล่าเชียงเอ้ย จะมาให้ไอ้นั่นเชียง เอากาอันได้เลย ខ្ញុំសុំវនិយាយទូអត់ចំផងឲ្យឯងទៅណា จังพลายนะกดอันเนี่ย អើអើឯងចាស់ហើយឯងទៅធ្វើស្អីខ្ញុំខ្មាស់គេអើ ปองตังពីអាយុ6ឆ្នាំ អូយតាកំថំមក ចង់ខ្លាយជាតារាចម្រៀង ចាខ្ញុំដឹងថាឲ្យឯងហ្នឹងចង់ខ្លាយហើយតែមិនហ្នឹងតាថៃឪ ម៉ែវា ឲ្យថៃម៉ែមិន មកម៉ែវាឯងចាំជួយអបអរខ្ញុំ ណាខ្មោចម៉ែណា នេះជៀនរបស់ម៉ែឯង អូយស្អីទៅតាខ្ញុំលុះប្រឡំ ខ្ញុំនឹងប្រឡងយកស្នាដៃជូនម៉ែវាឯង ណាគេទៅ អូចៅអេកំសត់នេះអ អើយអើអើ ខ្ញុំមិនឲ្យឯងទៅទេខ្ញុំខ្លាចឲ្យឯងខ្មាស់គេហ្នឹងហើយ អញខំទៅហាត់ក្បាច់រួមនៅ start រងថ្ងៃ ឲ្យឯងរកហាត់ក្បាច់ទៅអូលីឡាគេឃើញខ្មាស់គេងាប់ហើយតាដិតចៅផងតាសុំវ គេប្រកាសអត់មានដាក់ថាហាមអាយុ5 6ចូលប្រឡងអត់មានទេ តែឯងបែកទេណាតា ហើយតែក៏ប៉ែតនឹងជ្រៀងអត់រួច តែឯងនិយាយទូមិនច្បាស់ផងចាំទៅជ្រៀងឲ្យឯងចាស់ហើយណាធ្វើខ្លួនទៅវត្តទៅឲ្យឯងទៅចាំចាំអាចឆ្លុកកញ្ចក់មើលមុខអត់ ម្លាប់អញចោលមកចឹងខ្ញុំម្លាប់អញចោលមក ម្លាប់ចោលមកកាច់មែនតាគាត់ទៅ អញខំស្រឡាញ់ចង់ងប់ ខ្ញុំដឹងឲ្យឯងស្រឡាញ់តែខ្ញុំមិនដឹងឲ្យឯងចាស់ខ្លាចឲ្យឯងសូមមិនរួច មើងងាយតែអញចាស់ច្បាច់កោអញនោះបាច់កោ ឯងទៅឯងទៅប្រាប់ចុះបើតែឯងឡើងជ្រៀងទៅតែឯងដួលស្លាប់អីទៅតែឯងគិតមិន ប្រមាថហើយប្រមាថអញផង ចៅថាលេងទឹក ចាំទុកតែអញបានពៀនតិចទៅចាំស៊ីពៀនអញចុះ ឲ្យពៀនអីពៀនអី ពៀនវ័នស្អីគេចម្រៀងហ្នឹង ស្អីគេតែខ្ញុំយកមកស៊ី តែ ពៀន សុំពៀនអញស៊ីអញតាមទៅហើយអញទៅហើយ អូយតែតែចេញទិញមើលឲ្យខ្ញុំឲ្យទៅក៏បានដែរខ្ញុំឲ្យទៅក៏បានដែរតែឲ្យឯងបញ្ចេញសមត្ថភាពឲ្យខ្ញុំមើលតិចមកបាត់ខ្ញុំឲ្យទៅបើអត់ខ្ញុំឲ្យទៅទេហ្នឹងឯងជ្រៀងឲ្យរំឲ្យខ្ញុំមើលតិចមកតា ចង់អញចេញអញសាបមែន អត់ទេចង់ឲ្យតែឯងបញ្ចេញឲ្យម៉ែឲ្យខ្ញុំមើលហ្នឹងថាតែឯងទៅរួច ម៉ែ ហើយ វាអើយចាំបងយកបងទៅផង អូទៅជ្រៀង មែននេះយកបងទៅច្រៀងផង ហ្នឹងឯងឲ្យឯងទៅឲ្យជ្រៀងហ្នឹងដាច់ខ្យល់ ពី ដល់ លោក យ៉ាង បាទ2ម៉ែត្រទាញឯងកាត់មុខហ្នឹងណា ទៅក៏ទៅឲ្យសុខសប្បាយជូនពើឲ្យឯងប្រឡងជាប់ ចាំមើលអញតាមតេវ៉េ ទូអើលីឡាអើយនិយាយតាឯងមិនស្ដាប់ទៅចាំបើកទូមើលមកកូន សូមជម្រាបសួរចាថ្ងៃនេះគឺជាថ្ងៃប្រឡងចម្រៀងចាឲ្យដើម្បីកុំឲ្យយូរសូមជួបជាមួយគណៈកម្មការទី1ចាគឺលោក David Alex Matayo ចាសូមគោរពអញ្ជើញចាគេថារៀងគាត់ស្រស់ស្អាតណាស់ចាឥឡូវជួបជាមួយគណៈកម្មការទី2 សុំភ័យដល់ខោតខំកៅអត់មានទេ អត់មានទេបង ចាជួបជាមួយគណៈកម្មការទី2គឺអ្នកនាងខ្ញុំចាអីយ៉ាសំណាងឲ្យចេះសពុតវាអត់លាត់មកលើកុំណៃឃើញគូនគណៈកម្មការបណ្ដោយ អត់បញ្ហា អត់បញ្ហានៅសบายភ្នែកពួកអក្រោយមើល អត់អីណាអ្នកនាងចាអត់អីណាអត់បញ្ហា ស្ទាបគូនមួយឲ្យជ្រុះគូនបាត់ណាមើល គេឲ្យដើរតួត្រឹមត្រូវសោះចេះឆ្លៀតតិចទៀតហើយនិយាយគ្រួសារសុខសប្បាយហ៎ អូចាសុខសប្បាយធម្មតាពួកអីឥឡូវហ្នឹងដូចថារស់ស៊ីកាក់កបជាងមុនពួកអីខែហ្នឹងដូចថារវល់ច្រើនមានការប្រឡងច្រើនអញ្ចឹងគាត់អញ្ជើញខ្ញុំមកធ្វើគណៈកម្មការអីច្រើននាងខ្ញុំក៏សប្បាយចិត្តដែរប្រាក់ចំណូលយើងបានច្រើនតាមហ្នឹងដែរហើយឥឡូវហ្នឹងគ្រួសារខ្ញុំហ្នឹងគាត់ថាចង់បានកូនមួយទៀតអីចឹងខ្ញុំសប្បាយចិត្តដែរពួកអីឥឡូវហ្នឹងដូចថាជីវភាពយើងធូរធារយើងល្មមចង់បានកូនទៀតអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅខ្ញុំដូចថារីករាយនឹងសប្បាយចិត្តនឹងបើធ្វើការធ្វើអីអញ្ចឹងខ្ញុំអត់ទៅចិត្តទេ និយាយផ្ទះយើងមែន អ
គាត់សួរ ពេលវេលាខ្លីណាស់ តាឲ្យអ្នកនាង ចា អស់ឲ្យតាឲ្យ នៅសល់ទៀតប៉ុន្តែបើថា បាទសល់ទៀតបង ឯងសួរតែ ទុក មួយ និយាយនៅ សុំ ផ្ទះអត់អី ចា មិនថានិយាយអស់ ថាបានហើយចង់បន្ថែមចាំចូលក្នុងចែកដីនិយាយពីនេះប្តីយើង ចាសូមសម្រួលអារម្មណ៍ចា ចាចា ចាឥឡូវសូមជួបជាមួយគណៈកម្មការចាគឺលោកចនម៉ៃខឺចាក់សុន ណែក៏អីណែអូយនេះក្តៅ ចាសូមជម្រាបសួរលោកណែលោកកែខាង កម្ម ក្រោ ការ ម អត់លឿនកំ pl ាញ់កម្មការ នៅកែខាងក្រោមលោក កែលោកនេះធំ សូមអញ្ជើញមកខាងនេះតិចលោកសូមអញ្ជើញមកខាងនេះតិច គាត់ជាធ្ងន់ ហ៎ សូមគ្រប់អញ្ជើញអើយលោកមកឈរចិត្តនាងខ្ញុំតិចចា ឲ្យទៅនោះ ចា ឲ្យទៅនោះ តែemដើរទៅម៉ៃខើ គាត់ផ្លេច ទេម៉ែអើយដូចមិនអញ្ចឹងទេ ទេម៉ៃខឺរីរអាទិត្យមុនដូចម៉ៃខឺដែរ សូមសួរតិចហើយលោកអញ្ជើញមកហ្នឹងគឺឲ្យបន្ទុកផ្នែកខាងអីដែរ និយាយមួយលោកឯងហ្នឹង ខ្ញុំសួរលោកហ្នឹងណាថាមកកម្មវិធីយើងខ្ញុំហ្នឹងគឺឲ្យបន្ទុកខាងផ្នែកអីដែរ អីសួរធ្វើអី ធម្មតានាងខ្ញុំជាវិធីការនីអញ្ចឹងគឺចង់ដឹងមតិរបស់លោកខ្លះ អូនដល់ពេលវេលាខ្លីអូនសោតអូនណា ដឹងហើយប៉ុន្តែដឹងមកធ្វើស្អីនេះ មើលសុំសួរតិចចោះស្នាមអីប្រឡាក់លើថ្ពាល់លោកនោះ ស្នាមថៅដំបង អូហើយស្នាមថាស្អីប្រទេសបតាក់ម៉េះ អានេះមិនមែនស្នាមមាត់ណា ស្នាមអី មិនមាត់មនុស្សណា អូមិនមាត់មនុស្សទេ មាត់ឆ្កែតាទាំងអស់ ចាសូម្បីតែឆ្កែក៏គាត់មកលើកលែងដែរ អត់លើកលែង កែអាណាលាបស្នាមការ៉េមទេ លៀបឲ្យវា ឥឡូវអស់មកតិចហើយសូមក្រុមជើញទៅកាន់ទីកន្លែង មក ចង់មានបន្តិច មកតិចបន្តិចអីទៅ តិចបានតែសោត ខ្ញុំសប្បាយចិត្តណា ចាឥឡូវ អូផ្លេច តាស្ទីម៉ៃខើចាក់សុន គាត់ផ្លេចមាញ់គាត់ ទេម៉ែអើយដូចមិនអញ្ចឹងទេ អូយដូចតល់នេះ ឥឡូវកុំឲ្យយូរស្អីគេហ្នឹងខ្ញុំ បាទ តាន់ប្រកាសពួកឯងផងចេញមក បងកែ ចាខ្ញុំប្រកាសថា បញ្ញាប់មិញគេតេមកប្រកាសអូកែអាចចេញ ចាឥឡូវសូមក្រុមអញ្ជើញភ្ញៀវកិត្តិយសទាំងអស់គ្នាចាស្ដាប់ជាមួយបេក្ខជនបកស្រាយជំរឿនមួយបទដែលមានចំណងជើងថា បាទ បទអីបទអី អូនសោតអូនណាសោតអូនតោះ បាទ មិនមែនផ្ទះអូនឯងទេបាទ បាទ អូនលខោន ជាខោនមកហើយ លខោនចាឈ្មោះគាត់នាយជ្រូកភ្លេចប្រកាស ទោះប្តីវាបរោះមកអញចាជ្រូក ចាសូមបកស្រាយ អូព្រៃព្រឹក្សារដ្ឋបាលជាទីកន្លែងដ៏សុខសប្បាយសម្រាប់ជីវិតខ្ញុំមកដល់ព្រៃហើយមកពៀនហើយតែកាច់ទៅហើយពេស្រឡៃស្រឡៅថ្លៃអើយ៉ាស្រឡៅលងបែកត្រង់នេះសត្រាយ៉ាត្រៀលអើយត្រយើង បានជាប់គាត់នឹងជ្រៀងទៀតបាទឡើងជ្រៀងលើនេះសំឡេងខ្ពស់ជាងនឹងទៀត អូនឈរមិនមែនផ្ទះអូនឯងទេកន្លែងកន្លងអូនឈរស្ងៀម បាទបង ចា ជាប់មកបងហើយ ស្ងាត់តិច បងឯងដើរទូអីគេជ្រៀងបាត់ហ្នឹងទូអីគេអូន សាំងសរុន ហើយអូនឯងស្លៀកពាក់ហ្នឹងស្លៀកពាក់អីគេ អានេះទឹក ហ៎ ហៅកូនផ្ញើពីអាមេរិកមក អូនឯងថោកទៀបម៉េះហ៎ថោកទៀបម៉េះហ៎ឪឯងសាក់ម៉ានហ៎អត់ចេះខ្មាស់គេអញ្ចឹងហ៎អញគណៈកម្មការមិនក្រឯណាអត់ទេអត់ស្រួលបួល គេសិតឲ្យហើយសោតទៀត អត់ស្រួលបួលអូនធ្វើខ្លួនមិនសមសក់មិនសមក្បាលមិនសមមុខ
អត់សើចទេតែធ្វើចរាយពីរបៀប អីសម្លាប់ខ្ញុំចោលមក ហ៎អូនឯងកុំធ្វើថោកទាបចឹងណាការងារសំណងច្រើនណាអូន ជេរខ្ញុំប្រហែលជេរអាផូនហើយ អស់យោបល់ប៉ុណ្ណា ចាឥឡូវសូមលោកសម្រាប់សិនចា ខ្ញុំតន់ឲ្យយោបល់ផង អូនឈរស្ងៀមអូនឈរស្ងៀមមិនមែនទេអូនឯងឈរស្ងៀម ខ្ញុំសួរថាប្រឡងហ្នឹងបានអីជេរម្លងហ្នឹង បានពៀនបានពៀន បានពៀនណា ចា ឥឡូវថែមលុយយកកោតហ្មងបាទ កោ ពេក ទៅ ហើយ បាថ្មីច្រើនណា ឲ្យគណៈកម្មាទី2និយាយសិនណាចាំគណៈបាស្រីក្រោយតើអូនមិនខើមិនខើតើអូនសតពេលវេលាខ្លីណាអូនបេក្ខជននៅច្រើនបាទអីអូនប្រឡងមិនអត់មើលទេ ចាសូមផ្ដំបន្ទុកឲ្យគាត់ ដល់ទៅវាអត់បានមើលផង ចុះឥឡូវធ្វើអីមិនកុំមើល ឲ្យជើងសាថ្មី គ្មានពេលទេតើអូនគណៈកម្មការកដាលអូនតោះបញ្ញាប់តិចទៅ ឥឡូវឲ្យបន្ទុកគាត់ ឲ្យមិនទៅតាំងបានមើលផងណា ឥឡូវចេះ ឥឡូវខ្ញុំមិនថាមិនទេធ្វើបិទខ្ញុំមិនបានមើលតែបានស្ដាប់សំឡេងខ្ញុំគិតថាគ្រួសារខ្ញុំវាអត់សូវត្រូវគ្នាទេប៉ុន្តែអាចរស់នៅមួយគ្នាបានមានចំណុចខ្លះដែលអាចថាវាផ្ស៊ីគ្នាតែចំពោះបងអូនជាតារាចម្រៀងត្រូវទេ បាទបង បញ្ហាគ្រួសារបងវាឆ្ងាយណាស់អូន ជាប់ហ្មង បើឆ្ងាយគ្រួសារបងតាំងពីការមកឥឡូវហ្នឹងអត់មានដៃចុះម្រងនេះសោះជួសនេះរហូតបើអញ្ចឹងបងមានអារម្មណ៍ណាឲ្យបន្ទុកហ៎ អូនអាចយល់ទេ បងឆ្លោះគ្នាគ្រួសារប៉ះពាល់អារម្មណ៍ឲ្យបន្ទួកើតផងណាបាទអរគុណបងអរគុណ សូមបែកសូមគណៈកម្មការ ចំណែកបងវិញអត់អីទេដូចថារូបរាងប្អូនស្អាតបាបណាជួជ្រុលលឺហើយ រូបរាងប្អូនស្អាតបាបច្រៀងព្រោះ ណា ប៉ុន្តែគ្រាន់តែថានេះកម្មវិធីប្រឡងចម្រៀងសម័យ បាទ ប្អូនច្រៀងព្រោះរូបរាងប្អូនស័ក្តិសមជាថ្លុកល្ខោនល្អ បាទ ប៉ុន្តែតើកម្ម មិន វិធី ថា ល្ខោ បើ ន ថា ដែរ វាដូចប្លែកធិនវងហ្មង ទៅ ទៅ កម្មវិធីល្ខោនដែរអញ្ចឹងអត់អីទេណាបងបើមានកម្មវិធីណាល្ខោនអូនអាចទៅដាក់ពាក្យបានប៉ុន្តែបងនឹងគ្រប់គ្រងសម្លេងប្អូនល្អណាអរគុណតស៊ូព្យាយាមអូន បើអូនថាឃើញជួយខ្លួនអូនបេក្ខជននឹង បងសូមសម្រួលអារម្មណ៍ទៅសម្រាប់ អូនបេក្ខជននឹងច្រើនណាអូនណា អូនផ្លូ អា វ ប៉ាតសុបកោរៀងបត់កុំមើលឲ្យថាលេងឯងមើលគេមើលមុខអត់តើប ចាឥឡូវជួបជាមួយបេក្ខជនដែលមកប្រឡងចម្រៀងជាបន្តទៀតគឺជួបជាមួយបេក្ខជនតវ៉ូ អូនថយទៅក្រោយផុតទៅអូនទុកកន្លែងនឹងឲ្យនេះគេទុកកន្លែង ចេញខាងនេះវិញអញ្ចឹងស្ពាយបាមកទៀត អូហើយជាប់ឆាប់ហើយយ៉ាងហ្នឹង ណែ អូផ្លូវ អូនឯងមកប្រឡងចម្រៀងក៏មកប្រឡងកំ pl ែង បាទ មកប្រឡងចម្រៀងក៏មកប្រឡងកំ pl ែង មៀង បាទជួយ ជួយរក្សាអេរយាប័តសុបួរតិចកន្លែងនេះកន្លែងតុកអ្នកកម្មការមានកន្លែងដាក់ អូនឯងជួយចឹងលឺឲ្យអូនបាទលឺហើយ មានកន្លែងដាក់បាយ មិនមែនអ្នកមកប្រឡងចម្រៀងទេ ឯងមិនធ្វើអញមិនមែនឆ្កែហ៎ កន្លែងហ្នឹងមានកន្លែងដាក់បាយឆ្កែទេ ហើយឡងប្រហែលបង ណែចាំស្អែកចាំជ្រាវ អូនណាកុំលេងសារច្រើនអូនណាអូនចាប់ផ្ដើមច្រៀងអូនបាទ គឺថាច្រៀងឥឡូវ អូនមិនមែនចាស់អូនឯងមកសេរីភាពចឹងអូនកន្លែង ខ្ញុំឡងឲ្យខ្ញុំវាយណា កន្លែងជ្រុលហើយអូន គូសុំបរអត់ស្លាប់អីជប់ជើងមុនបងកុំឲ្យបាក់ អូនមិនមែនបងគ្មានថ្ងៃអូនយល់ទេថាអ្នកស្មោះគេវាឈឺខ្លាំងប៉ុណ្ណានោះតលគេក្បត់អូនវិញទេយល់អងឥឡូវសើចង់ពេលឃើញទឹកភ្នែកបងហូរគ្មានសិតខត់អូនឲ្យទៅស្រវល់អ្នកថ្មីអត់កើតទេអត់ចោកនេះហ្មងខ្ញុំសុំច្រៀងឯងវិញអូនមិនមែនបងគ្មានថ្ងៃអូនយល់ទេថាអ្នកស្មោះគេវាឈឺខ្លាំងប៉ុណ្ណានោះតលគេក្បត់អូនវិញទើបយល់អងឥឡូវសើចង់ពេលឃើញទឹកភ្នែកបងហូរគ្មានសិតខាត់អូនឲ្យទៅស្រវាអ្នកថ្មីហើយឆ្ងល់ស្រីអីហ៊ានក្បត់ប្រុសមិនអាសូរអូនជ្រាស្រីសោះមិនធ្វើខ្លួនឲ្យថ្លៃថ្នូរជាតិណាបានបដោធ្វើជាមនុស្សស្មងដូចគេស្មោះបងអូនស្លាប់បីបានប្រឹងក្បត់ស្នេហាមានឈ្មោះស្រីសាវ៉ាពីរោះណាស់មែន បាន
បងសុំ សនសក់ ចោតមានអាណិតអត់ទេបងក៏ជាមនុស្សដែរធ្វើបាបបងធ្វើបាបបង ចាប់នៅ ចាំផ្ទះវិញ អូនអើយស្រួលបុលអូនស្រួលបុល អរអរ អូនឯងមិនមែនសេរីចឹងទេអូន បាទ គួរឈរស្ងៀម ហើយបើ អូន ថា ឯង ចុ ចឹ ះ ងសេរីដូចមានតែអូនឯងឈរស្ងៀម បើថាអត់ចុះ ឯងមកញ៉ែញ៉ែមិនយល់មុខម៉ៃខើអេអាចចង់ឲ្យចេញឯងលឹមមើលឥឡូវហ្មងអា តាមពិតសលេងល្អខ្ពស់ស្រែកបានលឺបាទមិនលឺព្រោះលឺថ្លង់ណាគេមិនស្រែកទៅឯងជឿទេមានកន្លែងតិចកន្លែងទៅនេះបងអូណានេះសិងសាវ៉ាសិងណារេយោហ៎នេះខ្យល់ចេញមកពីនេះខ្យល់ចេញមកពីគូតណាមកចេញតាមគូជិះភាយចេញតាមគូតបង ហ៎ ខ្យល់ជ្រៀង នេះណាមើសិងគេគូត30អីណានេះសិងវ៉ាណាសិងកូរ៉ូសិងហ៎អូឌូស៊ីវ៉ូអូ ឥឡូវ បងប្រាប់ថាកុំឲ្យធ្វើអញ្ចឹង បាទ ធ្វើអញ្ចឹងវាអត់ព្រោះទេ ខ្ញុំខ້ອຍបងតែថ្ងៃណាមួយសុំប្រឡង2នាក់បងច្រៀងតាណាគ្នាស្រែកបណ្ណាំងគ្នាថាឲ្យឈ្នះ ច្រៀងអូនមិនមែនសំខាន់លើកឡោតទេអូនណាមិនយកកឡោតមកប្រើប្រាស់សម្រាប់ឲ្យសម្លេងល្អទេសំខាន់អារម្មណ៍និងស្មារតីណានិងស្មារតីយើងតាំងចិត្តឲ្យស្ងប់ សមាធិ ញ៉ៃមកច្រៀងឲ្យមកសមាធិ បែក កាលណាមក តែមិនទៅអង្គុយនៅវត្តពុទ្ធមណ្ឌលហ៎ ឃើញទេឃើញទេ ហើយតែមិនទៀតហើយតែមិនទៀត អង្គុយទៅអត់បានច្រៀងទេណា តែសុំកញ្ញាបាទមានប្រសាសន៍តិច ចាតាមពិតទៅសំឡេងបងអូនដូចគាត់និយាយចឹងគឺថាល្អលឺព្រោះប៉ុន្តែគាត់ថា បងចូលចិត្តហ៎ មិនមែនទេចង់និយាយថាបងអូនត្រូវកែបន្តិចណាគឺថាចរិតរឹកពីការធ្វើដំណើរដើរចូលមកបងអូនត្រូវមាននិយាយរួមទៅ គោរពចំពោះ បង គ អូ ណៈ ន កម្ម ទៅ ការ កែម្ដងទៀតចាំមើលបងយើងចូលមកក្រោយ ចា អរគុណ ហើយបងអូនចាំមើលកសែតគេចាក់ឲ្យមើលបងអូនធ្វើមិនខ្លះខុសត្រូវបងអូនដឹងខ្លួនឯងហើយ បាទ សូម ខ្ញុំអរ ជើ គុ ញ ណ យកប្រវិច្ចបងប្អូនជើញចា អរគុណបងស្រី ហើយហាត់ថែមបន្តអូនណាតស៊ូឡើងចា អរគុណម៉ៃ ម៉ៃ ខើ ខើ ហើយនឹងអរគុណបងខ្យល់ចេញដើមគូតអរគុណ ទៅ ចា តាំងពីពោះម៉ៃខ្ញុំមកមិនដែរណាខ្យល់ដើមគូតដូចជាតែមានហ្មង អេមានតាខ្យល់ផៅមកអូន ចាំខ្ញុំទៅប្រាក់អើខ្ញុំមកជើងចេញដើមគូតដែរ ទៅ ចាឥឡូវចាឥឡូវនេះសូមជួបជាមួយបេក្ខជនទី3គឺជួបជាមួយលោកអ៊ំក្រូចចាសូមក្រុមជើញ ដល់ឆ្នាំនេះហើយខ្លាំងជាងម៉ៃខើទៀតចំណាស់ណាហើយអ៊ំ ខ្ញុំវាស្លៀកពាក់ឲ្យស៊ីនឹងបទចម្រៀង ចា ពួកខ្ញុំច្រៀងបទមហោរីអញ្ចឹងខ្ញុំស្លៀកពាក់ឲ្យវាស៊ី កុំឲ្យតាការ៉េមយកតម្រាប់តាមហ៎ បាទខ្ញុំរៀនតាមគណៈកម្មការទេ បាទអូនចាប់ប្រាំ ជើញគ្រូភ្លេងលេង អូនច្រឡំអូន មហោរី មើលក្បាលផងបើ បាទសុំចាប់ប្រាំទៅ មហោរីអ៊ំ បាទមហោរី រៀនដាក់អាវចុះតិចទៅអ៊ំចា អូសត្វមហោរីមហោរីយំស៊ីផ្លែជ្រៃគុករុកអោសត្វមហោរីមហោរីយំស៊ីផ្លែជ្រៃ មកអ៊ំ ជួយប្រាប់តិច ជួយប្រាប់ឲ្យជ្រៃ ផ្លែទៀតផ្លេចឲ្យកន្លែងហ្នឹងណា ឲ្យគេអ៊ំឲ្យជួយប្រាប់ ផ្លែទៀត កាប់ផ្លែពីមុន ដូចនាងនឹងថាចឹងកាលផ្លែពីមុន អមឯងមកច្រៀងចេះអត់ណា មកខ្ញុំដូចទិញចាក់ច្បាស់អស់ហើយ ឥឡូវចាំ បានល្អបានមូលហេតុដែលល្អផ្លិច មកពីខ្ញុំអត់ចាំទេបើក៏មិនអត់ផ្លេចទេ ព្រោះអត់ចាំមកពីអ៊ំឯងចាស់ហើយអ៊ំណាសលេងបានអីបានប៉ុន្តែវាដូចហួសពេលហើយណាអ៊ំណា ត្រូវ ទៅវិញអ៊ំអាចតនេអ៊ំជិះម៉ូតូឲ្យកូនដឹកមើលកន្លងវត្តមើលម៉ូតចាក់ដីមើលអីណាបាទហើយអ៊ំឯងធ្វើខ្លួនអញ្ចឹងសមជាអ្នកចម្រៀងអ៊ំឯងមើល នេះ ស
សំអ្នកជ្រឿងមហោរីទេông ក៏ដែលមើលឯង ông aiស្លៀកពាក់ប៉ុណ្ណឹងមុខចឹងគូមុខចឹងមើលទៅហៅមកទៅបានជាកោក្បាលមួយខាងទៅ អើយ ថោកទៀតមែនលោកឯង វាខុសឆ្គងត្រង់ថាឧទាហរណ៍ឥឡូវអ៊ំច្រៀងបានល្បីហើយល្បីថ្ងៃហ្នឹងស្អែកតិច concert ងាប់យប់ហ្នឹងហើយអត់បានរួចដល់ស្អែកទេ យើងនិយាយយើងក៏មើលងាយគាត់កុំថាគាត់ស្លាប់គាត់ចាស់មែនកុំប្រមាថជីវិតគាត់ស្លាប់គាត់អីហេងសើឈឺងាប់មែន អ៊ំកុំឲ្យគេថាតម្លាក់តិចទៅ តាមពិតទៅខាងផ្នែកចម្រៀងហ្នឹងគឺថាអត់រើសដូចថាចាស់ក្មេងអីទេ ចឹងមិនគុំយកចុះ ឲ្យតែថាច្រៀងទៅដូចថាមានទឹកដមនិងស្លៀកពាក់សមរម្យត្រូវនឹងបទចម្រៀងកាយវិការស៊ីជំ